ព្រោះសៀវភៅមួយក្បាលធ្វើឲ្យម្ចាស់ក្រុមហ៊ុនទូរស័ព្ទដៃចិន Xiaomi ដែលជាឆ្អឹងទទឹងកនឹងក្រុមហ៊ុនយក្ស iPhone ប្រែក្លាយជាក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិនតើម្ចាស់ក្រុមហ៊ុន Xiaomi រូបនេះជានរណាគេហើយមានប្រវត្តិជូរចត់បែបណានោះមុននឹងចូលដល់សាច់រឿងនៃប្រវត្តិម្ចាស់ក្រុមហ៊ុនយក្ស Xiaomi ខ្ញុំចង់ឲ្យបងប្អូនបានមើលវីដេអូមួយពីការតស៊ូរបស់គាត់ជាមុនសិននៅក្នុងឆ្នាំ2011លោកលេជុនបានចេញលក់ទូរស័ព្ទដៃដំបូងរបស់ខ្លួនបើមើលតាមវីដេអូបងប្អូនលោកព្យាយាមបង្ហាញប្រាប់គេពីទូរស័ព្ទដៃរបស់ខ្លួនព្យាយាមយ៉ាងណាក៏គ្មានអ្នកចាប់អារម្មណ៍ឡើយសូម្បីតែស្ដាប់ក៏គេមិនចង់ខកខានពេលវេលាមកស្ដាប់គាត់និយាយដែរប៉ុន្តែនៅក្នុងឆ្នាំ2025អ្វីប្រែប្រួលសឹងតែ180ដឺក្រេលោកលេជុនគ្រាន់តែចុះពីលើឡានដើរចូលក្រុមហ៊ុនសោះក៏មានមនុស្សរោមចិត្តដូចស្រមោចឃើញស្គរអញ្ចឹងបងប្អូននេះបង្ហាញថាកុំអស់សង្ឃឹមអីព្រោះថាជំហានទី1មិនជោគជ័យតែជំហានបន្តបន្ទាប់មិនប្រកាសថាបរាជ័យឯណាសំខាន់ឲ្យតែយើងហ៊ានសាកល្បងលោកលេជុនគឺជាស្ថាបនិកនៃក្រុមហ៊ុនយក្ស Xiaomi លោកកើតនៅថ្ងៃទី16ខែឧសភាឆ្នាំ1969ឥឡូវនេះរូបលោកមានអាយុប្រហែលជា56ឆ្នាំហើយលោកលេជុនជាអ្នកហាត់ហឺប៉ីនៅក្នុងឆ្នាំ1991រូបលោកបានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Wuhan បន្ទាប់មកលោកលេជុនបានចូលធ្វើការងារនៅក្រុមហ៊ុនមួយដែលមានឈ្មោះថា Kingsoft ដែលជាក្រុមហ៊ុនសរសេរកូដកម្មវិធីនៅក្នុងប្រទេសចិននៅក្នុងនោះលោកតែងតែធ្វើការងារច្រើនមែនទែនបងប្អូនគាត់តស៊ូក្នុងការធ្វើការងារធ្វើឲ្យសមត្ថភាពការងាររបស់លោកកាន់តែរីកចម្រើនហើយគេបានមើលឃើញអំពីការខិតខំរបស់រូបលោកនៅក្នុងឆ្នាំ1998រូបលោកបានឡើងតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន Kingsoft តែម្ដងបងប្អូនជាទម្លាប់លោកលេជុនតែងតែទម្លាប់អានសៀវភៅរូបលោកអាចចាត់ទុកថាជាអ្នកឆ្លក់វង្វេងនឹងការអានសៀវភៅម្នាក់ផងដែរដោយសារតែសៀវភៅនឹងហើយដែលធ្វើឲ្យរូបលោកប្រែប្រួល180ដឺក្រេតែម្ដងនៅថ្ងៃមួយរូបលោកបានអានសៀវភៅ Fire in the Valley ដែលនៅក្នុងអត្ថន័យក្នុងសៀវភៅនោះបានដាស់តឿនស្មារតីរបស់លោកឲ្យបញ្ចុះបញ្ចូលឲ្យរូបលោកចាប់ផ្ដើមធ្វើជាម្ចាស់លើខ្លួនឯងហ៊ានចេញប្រឡូកនៅក្នុងសង្គមហ៊ានចេញរកស៊ីទើបធ្វើឲ្យរូបលោកប្រែក្លាយខ្លួនទៅជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំលំដាប់ទី3នៅក្នុងពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung និងក្រុមហ៊ុន iPhone បងប្អូនមានដឹងទេថាលោក Xiaomi គឺជាមនុស្សម្នាក់សាមញ្ញមែនទែនបងប្អូនដោយបងប្អូនបានឃើញវីដេអូពីខាងដើមអញ្ចឹងបងប្អូនលោកលេជុនបានចាប់ផ្ដើមប្រឡូកចូលក្នុងសង្គមជាអ្នករកស៊ីនៅក្នុងឆ្នាំ2010ដែលនៅក្នុងនោះមានសហស្ថាបនិក7នាក់ទៀតដែលជាអ្នកផ្ដួចផ្ដើមចូលរួមបង្កើតក្រុមហ៊ុន Xiaomi នេះឡើងផងដែរហើយនៅក្នុងឆ្នាំ2011ក្រុមហ៊ុន Xiaomi បានចេញផលិតផលដំបូងរបស់ខ្លួនទូរស័ព្ទដៃ model M1 ដែលខណៈពេលនោះមិនទាន់មានអតិថិជនណាម្នាក់ស្គាល់ក៏ដូចជាទុកចិត្តនៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃចិននោះផងដែររហូតមកដល់បច្ចុប្បន្ននេះបងប្អូនដឹងហើយថាទូរស័ព្ទដៃ Xiaomi កំពុងតែលេចធ្លោមែនទែនបងប្អូនដែលកំពុងតែប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Samsung និង iPhone ជាដើមហើយនៅក្នុងឆ្នាំ2025នេះក្រុមហ៊ុន Xiaomi មានចំណែកទីផ្សារប្រមាណជា 14.4% បងប្អូននេះជាចំណុចមួយដែលបង្ហាញថាក្រុមហ៊ុន Xiaomi កំពុងតែវិវត្តខ្លួនប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្សធំៗដែលជារៀមច្បងរបស់ខ្លួនផងដែរបើយើងក៏លេចមកមើលអំពីជីវិតពិតរបស់លោកលេជុនវិញរូបលោកគឺជាមនុស្សម្នាក់សាមញ្ញមែនទែនបងប្អូនជាប្តីម្នាក់ដែលតែងតែផ្ដល់ភាពកក់ក្ដៅសម្រាប់គ្រួសារហើយបើយើងនិយាយអំពីជីវិតនៅក្នុងបណ្ដាញសង្គមគឺមិនសូវជាមានអ្នកណាស្គាល់អំពីរូបលោកឡើយបើយើងនិយាយពី iPhone បងប្អូនប្រកាសជាស្គាល់ហើយម្ចាស់ក្រុមហ៊ុន iPhone ជានរណាគេប៉ុន្តែនៅពេលដែលនិយាយពី Xiaomi វិញគឺយើងអត់ដឹងថារូបលោកជានរណាគេទេដោយសារតែអីដោយសារតែរូបលោកអត់សូវបានបង្ហាញគេឈ្មោះនោះទេហើយអ្វីដែលសំខាន់នៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនដឹងថាអ្វីដែលជាសារដាស់តឿនរូបលោកនោះគឺគាត់បានអានសៀវភៅគឺជាកូនសោដែលធ្វើឲ្យលោកលេជុនមានថ្ងៃនេះអញ្ចឹងហើយសង្ឃឹមថាបងប្អូនស្ដាប់នៅវីដេអូមួយនេះហើយអានសៀវភៅពេលខ្លះសៀវភៅនឹងជំរុញឲ្យបងប្អូនធ្វើការងារមួយដែលបងប្អូនមិនដែលបានគិតអរគុណច្រើន